ជីវភាពរបស់ខ្ញុំលំបាកដែរហើយជាការយើងធ្វើអត់បានធំអញ្ចឹងទៅចំណូលក៏បានអត់បានច្រើនបានតិចតួចហើយអីវ៉ាន់ចាប់ហួយក៏ខ្ញុំអត់មានលុយទិញចូលអីចឹងដូចថាយើងចង់មានគំនិតរស់ស៊ីតែយើងអត់មានដើមទុនទាំងឡាអីមាត់អីម៉ូធិនពូទឹងស្រុកខួនគុំកពៀតស្រុកមុនសៃខេរ៉ុតណាគិរីហើយជាសន្សាតក្រឹងបើក្រៅពីខ្ញុំលក់ដូរអីវ៉ាន់ចាប់ហួយខ្ញុំធ្វើចំការចន្ទីហើយប្រហែលជា10ហាត់ហើយនឹងចំការទំលោងពេលរដូវទំលោងទៅរដូវចន្ទីខ្ញុំក៏ដើរទិញដើរប្រមូលទិញទំលោងទិញចន្ទីរដូវល្ងក៏អាចឆ្លៀតទិញដល់ល្ងដែរកាលខ្ញុំមិនទាន់ខ្ចីធនាគារហ្នឹងជីវភាពរបស់ខ្ញុំលំបាកដែរហើយជាការយើងធ្វើអត់បានធំអញ្ចឹងទៅចំណូលក៏បានអត់បានច្រើនបានតិចតួចហើយអីវ៉ាន់ចាប់ហួយក៏ខ្ញុំអត់មានលុយទិញចូលអីចឹងដូចថាយើងចង់មានគំនិតរស់ស៊ីតែយើងអត់មានដើមទុនឥឡូវដោយសារតែខ្ញុំបានខ្ចីមកពីធនាគារយើងខ្ចីលើកទី1ហ្នឹងខ្ញុំខ្ចី 1,500 តមកក៏ខ្ញុំក៏សងដាច់លុយហ្នឹងហើយក៏ខ្ញុំគិតថាខ្ញុំខ្វះដើមទុនទៀតព្រោះយើងចការយើងកាន់តែធំយើងត្រូវការចំណាយកាន់តែច្រើនអញ្ចឹងខ្ញុំសម្រេចខ្ចី 5,000 ទៀតដើម្បីធ្វើចការផងហើយនឹងទិញអីវ៉ាន់ចាប់ហួយលក់ផងហើយក្រៅពីហ្នឹងក៏យើងដើរប្រមូលទិញចន្ទីដើរដលងទិញដលងអញ្ចឹងហើយលើកទី3ខ្ញុំខ្ចីនៅឆ្នាំ2023ចំនួន 10000មកក្រោយពីខ្ញុំខ្ចីធនាគារហ្នឹងខ្ញុំបានធ្វើចការធ្វើអីហើយខ្ញុំបានចំណូលបានផលហើយក៏ខ្ញុំសល់លុយតិចតួចទិញដូចជា stand ទឹកហើយលម៉ក់ដាក់ទឹកសម្រាប់ទៅបាញ់ថ្នាំបាញ់អីអញ្ចឹងទិញដូចជាម៉ាស៊ីនកាត់ស្មៅខ្ញុំអាចសល់លុយឲ្យកូនរៀនដែរកូនខ្ញុំ5នាក់ចាប់បាក់ដប់ហ្នឹងអស់2នាក់ហើយនៅសល់3នាក់ទៀតនៅកំពុងរៀនហើយកូនទី2ហ្នឹងក៏នៅរៀនដែរនៅសម័យគាត់រៀនតនៅភ្នំពេញហើយសល់ពីហ្នឹងទៅក៏ខ្ញុំសំលុយក៏ខ្ញុំបានធ្វើផ្ទះមួយនៅភូមិនោះខ្ញុំធ្វើផ្ទះហ្នឹងមិនទាន់ហើយទេខ្ញុំគិតថានឹងបានផលពីចការរំលងពីចការចន្ទីខ្ញុំអាចខ្ញុំធ្វើបន្តទៀតបើធ្វើថែមដូចជាតូបនៅមុខហ្នឹងសម្រាប់លក់ដូរនៅផ្លូវហ្នឹងទៀតបាទតបួងយើងមានគ្រាន់តែកង់ជិះមួយអត់មានទេបើឥឡូវក្នុងមកក្រចាម៉ូតូ2ក៏មាន3ក៏មានបាទមកហេតុយើងសម័យឥឡូវយើងមានកំណត់មានចំណេះដឹងបាទមានបទពិសោធន៍ខ្ញុំឃើញលទ្ធផលហ្នឹងបើដូចផ្ទះគេបានផ្ទះបើខ្លះគេទិញម៉ូតូទិញឡានវាឆាល់ពេលយើងធ្វើជ្រែធ្វើចំការហ្នឹងបាទវានៅឆាល់ហ្នឹងខ្ញុំឃើញវារីកចម្រើនបើយើងខ្ចីមកចាយឲ្យត្រូវគោលដៅគោលបំណងរបស់យើងដែលយើងចង់ធ្វើព្រោះថាយើងធ្វើចំការយើងធ្វើមិនចំការយើងនឹងឲ្យបានផលមកវិញដើម្បីយើងងាយស្រួលនឹងសងត្រឡប់ឲ្យគាត់វិញបើសិនយើងយកលុយនឹងចាយអត់ចំគោលដៅឬក៏ទិញឧទាហរណ៍ទិញម៉ូតូហើយយើងមានមុខរបរធ្វើអីម៉ូតូនឹងសម្រាប់រត់មកមានបានចំណូលអត់យើងអាចសងគាត់ត្រឡប់ទៅវិញបានបើសិនតែយើងទិញម៉ូតូយកមកជិះទៅទេអាហ្នឹងវាអត់មានចំណូលទេ